ជាដំបូងខ្ញុំសូមគោរពជំរាបសួរលោកនាយកនិងជំរាបសួរអ្នកគ្រូហើយនឹងខ្ញុំនឹងពិភាក្សាជាមួយនឹងលោកគ្រូហើយនឹងអ្នកគ្រូតាក់ទងអំពីទិវាអន្តរជាតិនារី8មិនិនាថ្ងៃនេះខ្ញុំមានសំណួរខ្លះសម្រាប់សួរទៅអ្នកគ្រូតើអ្នកគ្រូមានចំណាប់អារម្មណ៍យ៉ាងណាដែរក្នុងបុណ្យសិទ្ធិនារីនិងមូលហេតុអ្វីបានជាអ្នកគ្រូសម្រេចចិត្តបម្រើការក្នុងវិស័យអប់រំជាដំបូងខ្ញុំសូមអរគុណសម្រាប់សំណួរមែនទែនអញ្ចឹងសម្រាប់ចំណាប់អារម្មណ៍របស់ខ្ញុំនៅថ្ងៃទី8មីនានេះនៅថ្ងៃបុណ្យសិទ្ធិនារីនេះខ្ញុំមានអារម្មណ៍ថាមានមោទនភាពក៏សប្បាយចិត្តផងដែរដែលគេគ្រប់គ្នាគេបានដឹងអំពីសិទ្ធិរបស់នារីកាតព្វកិច្ចរបស់នារីនិងការលើកតម្កើងទូនាទីរបស់នារីនៅក្នុងថ្ងៃទី8មីនានេះផងដែរទី2តកតងជាមួយនឹងតាហេតុអ្វីបានជាខ្ញុំសម្រេចចិត្តបម្រើការនៅក្នុងវិស័យអប់រំអញ្ចឹងមូលហេតុដែលខ្ញុំសម្រេចចិត្តនៅក្នុងការបម្រើនៅក្នុងវិស័យអប់រំមួយនេះទី1ខ្ញុំក៏ជានារីដែរក៏ជាស្ត្រីដែរអញ្ចឹងខ្ញុំចង់ឲ្យស្ត្រីទាំងអស់គាត់មានភាពក្លាហានឡើងគាត់មានគេហៅថាខំប្រឹងរៀនដើម្បីទទួលបានចំណេះវិជ្ជាថ្មីសម្រាប់ខ្លួនគាត់ផងដែរកុំឲ្យមានគំនិតថាអូខ្ញុំជានារីខ្ញុំអាចរៀនច្រើនដូចបុរសអត់ទេគឺយើងត្រូវតែមានភាពស្មើគ្នាមិនថាបុរសឬក៏ស្ត្រីទេគឺពួកគាត់មានភាពស្មើគ្នាអញ្ចឹងខ្ញុំសូមលើកទឹកចិត្តឲ្យនារីទាំងអស់គាត់មានភាពក្លាហានឡើងនិងរៀនសូត្រឲ្យបានច្រើនពីមេរៀនឬក៏ការសិក្សាផ្សេងចាអរគុណអ្នកគ្រូស្រាសំណួរអញ្ចឹងសំណួរបន្ទាប់ខ្ញុំនឹងសួរលោកនាយកថាតើលោកនាយកមានយុទ្ធសាស្ត្រអ្វីខ្លះសម្រាប់លើកកម្ពស់សិទ្ធិនារីនៅក្នុងសាលារៀនរបស់យើងបាទអរគុណអញ្ចឹងដំបូងសូមបាទគោរពដល់បាទអ្នកទស្សនាទាំងអស់គ្នាព្រមទាំងបាទអ្នកគ្រូនិងពិធីករផងដែរអរគុណជាសំណួរមួយដ៏មានសារៈសំខាន់សម្រាប់សាលារបស់យើងមុននឹងចាប់ដើមខ្ញុំសូមផ្ដើមបាទចេញអំពីសាលា ACI យើងមានដើមកំណើតបាទតាំងពីឆ្នាំ2011មកបាទដែលយើងកំពុងតែបណ្ដុះបណ្ដាលទៅបាទនៅក្នុងវិស័យអប់រំដែលតាក់ទងជាមួយនឹងបឋមសិក្សាថ្នាក់មត្តេយ្យទាំង3ភាសាបាទភាសាខ្មែរភាសាអង់គ្លេសព្រមទាំងភាសាចិនហើយនឹងថែមវគ្គខ្លីៗបន្ថែមទៀតដូចជាកុំព្យូទ័រនិងវគ្គអភិវឌ្ឍផ្នែកគំនិតជាដើមអញ្ចឹងបាទតាក់ទងជាមួយសំណួរនេះខ្ញុំអាចផ្ដល់ជាធាតុចូលនៅចំណុចសំខាន់2ធំទី1ខ្ញុំសូមអាចថាយើងផ្ដើមចេញជាមួយនឹងតួលេខបន្តិចថាតើតួលេខវាមានបែបលក្ខណៈបែបណាដែរជាមួយនឹងតន័យជាស្ត្រីហើយនឹងទី2គឺខ្ញុំចង់បញ្ជាក់ថាតើACI របស់យើងមានជាផែនការសកម្មភាពក៏ដូចជាយុទ្ធសាស្ត្រអីខ្លះដើម្បីជួយគាំពារទៅដល់ស្ត្រីនៅក្នុងកិច្ចការអភិវឌ្ឍនៅក្នុងសាលារបស់យើងបាទបងប្អូនដឹងហើយគឺបើតាមខ្ញុំចាំតួលេខគឺនៅកម្ពុជារបស់យើងបច្ចុប្បន្នក៏ស្ត្រីគឺមានដូចជាតាមខ្ញុំចាំតួលេខនេះប្រហែលជា9លាននាក់បាទដែលស្មើនឹង51%នៃប្រជាជនសរុបអញ្ចឹងគឺស្ត្រីលើសណាបាទស្ត្រីលើសទីកថ្ងៃក្រោយគឺនេះណាដើរចាញ់ចំនួនបាទស្ត្រីណាបាទយើងមិនចាញ់ឈ្នះទេប៉ុន្តែតួលេខគឺស្ត្រីទៅលើហើយណាទី2ខ្ញុំចង់បង្ហាញអំពី ACI របស់យើង ACI របស់យើងខ្ញុំបែងចែកជា2គឺបច្ចុប្បន្ននេះតួលេខជាអ្នកគ្រូគឺយើងមាន55%អញ្ចឹងបើធៀបជាមួយតួលេខនៅស្រុកខ្មែររបស់យើងគឺនៅ ACI គឺលើសបាទលើស 4% អញ្ចឹងណាបាទនៅក្នុងចំណោមលោកគ្រូសរុប43នាក់បាទ43នាក់មិនទាន់បូកគណៈគ្រប់គ្រងជាន់ខ្ពស់នៅខាងលើដែលគាត់មានធ្វើកិច្ចការទទួលខុសត្រូវផ្នែក part time ខ្លះនៅក្នុងកិច្ចការយុទ្ធសាស្ត្ររបស់យើងអត់បូកចូលទេណាអញ្ចឹងគាត់មាន55%ដោយឡែកក៏បើយើងសម្លឹងទៅមើលតួលេខជាសិស្សានុសិស្សវិញគឺសិស្សានុសិស្សមានរហូតដល់56% នៅក្នុងដែលមានប្រមាណ330នាក់បាទនៅក្នុងសាលារបស់យើងទាំង2សាខាហ្នឹងអញ្ចឹងជាចំនួនមួយខ្ពស់ដែលលើសពី50%បាទទាំងអ្នកគ្រូទាំងបាទសិស្សជានារីអញ្ចឹងជាតួលេខធំដែលឆ្លើយតបរួចហើយទៅសំណួររបស់ពិធីករគឺសំណួរគឺឆ្លើយតបរួចហើយមានន័យថាយើងកំពុងគាំពៀទាំងសិស្សជានារីទាំងបុគ្គលិកយើងជាស្ត្រីអ
គឺមានចំនួនខ្ពស់ជាងបុរសរួចហើយអាហ្នឹងជាយុទ្ធសាស្ត្ររបស់យើងមួយដោយឡែកនៅក្នុងសំណួរហ្នឹងដើម្បីឆ្លើយបានទី1យើងមើលតួលេខហើយទី2គឺយើងមានជាសកម្មភាពមួយចំនួននៅក្នុងផែនការយុទ្ធសាស្ត្ររបស់យើងគឺយើងមានចេតនាចង់បណ្ដុះបណ្ដាលស្ត្រីរបស់យើងឲ្យคล้ายទៅជាអ្នកដឹកនាំទៀតអញ្ចឹងណាដែលបច្ចុប្បន្នយើងមានថ្នាក់ដឹកនាំរបស់យើងជាស្ត្រីរួចហើយបាទមានរងមួយចំនួនមានប្រធានផ្នែកមួយចំនួនគឺជាស្ត្រីរួចហើយយើងនៅបន្តការបដិបដាពួកគាត់ទៀតតាមរយៈអីគេបាទតាមរយៈផែនការសកម្មភាពយុទ្ធសាស្ត្ររបស់យើងគឺការបង្កើតកម្មវិធីទោះបីជាថ្ងៃហ្នឹងក្តីគឺយើងក៏មានកម្មវិធីបាទទទួលសញ្ញាបត្រផ្នែក Department អង់គ្លេសក៏យើងលើកឲ្យបាទមានកុមារីរបស់យើងជាពិធីការនីបាទដើម្បីបដិគាត់ជាអ្នកដឹកនាំហើយអានេះគឺជារូបភាពដែលយើងកំពុងធ្វើហើយបន្តទៅទៀតរាល់ការចាត់ចែងផ្សេងយើងភាគច្រើនគឺយើងប្រើណាយើងអាចថាប្រើអ្នកគ្រូបណ្ដាធៀបពិតក្នុងគោលបំណងរបស់យើងគឺបដិគាត់ឲ្យคล้ายទៅជាអ្នក lead អ្នកដឹកនាំអ្នកចាត់ចែងអ្នករៀបចំហើយអ្នកត្រួតពិនិត្យនៅក្នុងកិច្ចការសកម្មភាពនៅក្នុងសាលារបស់យើងទាំងអស់នេះគឺជាសកម្មភាពជាយុទ្ធសាស្ត្រដែលយើងផ្ដល់ជូនទៅឲ្យស្ត្រីដើម្បីឲ្យគាត់คล้ายទៅជាអ្នកដឹកនាំប៉ុន្តែស្ត្រីដែលជាចិត្តសាស្ត្រគឺគាត់គឺជាបុគ្គលមួយរូបដែលគាត់មានជំនាញពីធម្មជាតិរបស់គាត់ភាពទន់ភ្លន់របស់គាត់ការគិតបែបស៊ីជម្រៅរបស់គាត់អិរិយាបថរបស់គាត់គឺសិតតែបង្កប់នៅភាពជាអ្នកដឹកនាំអញ្ចឹងហើយបានជាក្នុងនាមជាថ្នាក់ដឹកនាំនៅក្នុងសាលារបស់យើងគឺយើងពិតណាស់យើងកំពុងតែរៀបចំសកម្មភាពហ្នឹងដើម្បីឲ្យពួកគាត់បានរៀនសូត្រក្នុងភាពជាអ្នកដឹកនាំនឹងដំណើរទៅរកភាពជាអ្នកដឹកនាំសមស្របជាមួយនឹង slogan របស់យើងគឺមិនតែជាអ្នក learner ទេគឺសំបីតែលោកគ្រូអ្នកគ្រូដែលគាត់មកបម្រើការងារហ្នឹងក៏ត្រូវតែ build ទៅជា leader នៅ in the future តាម slogan របស់យើងផងដែរអញ្ចឹងណាបាទលើកពីនឹងទៅទៀតសកម្មភាពរបស់យើងកំពុងតែធ្វើហើយនឹងមានផែនការនៅក្នុងកញ្ចប់ចំណាយរបស់យើងផងដែរគឺយើងធ្វើជាកម្មវិធីអបអរសាទរទិវារបស់យើងហ្នឹងតួយ៉ាងដូចថ្ងៃទិវានេះឆ្នាំនេះទី15នេះក៏យើងក៏មានកម្មវិធីហូបជួបជុំគ្នាហូបអាហារសាមគ្គីបាទជាមួយនឹងអ្នកគ្រូអញ្ជើញបរិសុទ្ធដែរព្រោះអត់បរិសុទ្ធក៏អត់កើតដែរដើម្បីជាការគាំទ្រសកម្មភាពហ្នឹងអញ្ចឹងនឹងទាំងអស់ហ្នឹងខ្ញុំគិតថាអាចឆ្លើយតបទៅនឹងសំណួរបាទរបស់បាទក៏បានអរគុណអញ្ចឹងមានប៉ុណ្ណឹង ចឹងសូមអរគុណទៅដល់លោកជួននិងអ្នកគ្រូដែលបានផ្ដល់នៅសំណួរយ៉ាងក្បោះក្បាយនៅថ្ងៃនេះ Good morning teacher. So today I have some question to ask you. Since Sunday is International Women's Days, what do teachers think about providing chances for students, especially female students, to show their abilities and important role in the field of education? You know, this is a bit a small problem actually, or some areas are big because people think that males are stronger than female. Okay, so some teachers, I know some teachers that they give less opportunities with the female because of gender. Okay, there should be no gender specification. What male can do, females can do. What female can do, males can do. It should be equal. So if we give hard work for male student, I am sure, 100% sure that female are stronger. Some females are better than male student. That's it, teacher. Okay, so the last question. What message do you have for the graduates on this graduation day? Oh, very simple. Like my speech earlier. Klun tipang klun. Okay? Klun tipang klun. Okay? Believe in yourself. Okay? Always do your best. Okay? Don't be scared to ask. Don't be scared to gain knowledge by, searching. Now is technology. So technology will help you a lot to learn. That's the teacher. ចឹងនៅពេលដែលថ្ងៃទិវាអន្តរជាតិនារី8មីនាហ្នឹងតើលោកគ្រូយកឃើញយ៉ាងណាខ្លះចំពោះការផ្ដល់ឱកាសសិស្សានុសិស្សជាពិសេសសិស្សស្រីហ្មងលោកគ្រូបាទជាចុងម្ដងទៀតខ្ញុំសូមអរគុណសម្រាប់សំណួរហើយពួកយើងដឹងស្រាប់ហើយតកតទៅនឹងសិស្សានុសិស្សជាពិសេសនោះគឺសិស្សស្រីដែលសារតែការពីមុនហ្នឹងមានការគាំពៀតិចតួចមែនតើទៅកាន់សិស្សស្រីដែលពួកគាត់ហ្នឹងគឺអត់សូវមានឱកាសចូលរួមបានច្រើនទេជាពិសេសនៅក្នុងវិស័យអប់រំ
ចឹងទន្ទឹមនឹងនេះឬក៏នៅខាងមុខគឺជាថ្ងៃទិវាបុណ្យសិទ្ធិនារីចឹងហើយក្នុងខ្ញុំជាលោកគ្រូក្នុងខ្ញុំជាគ្រូបង្រៀនម្នាក់ខ្ញុំលើកទឹកចិត្តមែនតែនចំពោះសិស្សជាភាសានោះគឺសិស្សសានុសិស្សដែលគាត់មានសិស្សស្រីលើកទឹកចិត្តគាត់ដោយគាត់បានចូលរួមឲ្យបានច្រើននៅក្នុងភាសាអប់រំទាំងសកម្មភាពទាំងចំណេះដឹងទាំងការសិក្សាឆ្លើយជឿទាំងការគាំពៀគ្រូអ្នកគ្រូអាណាព្យាបាលឬក៏អ្នកជុំវិញខ្លួនទៀតគឺលើកទឹកចិត្តឲ្យគាត់បានចូលរួមឲ្យបានច្រើនក្នុងភាសាអប់រំដូចជាចូលរួមក្នុងសកម្មភាពសាលាក្នុងសកម្មភាពសង្គមសកម្មភាពក្នុងថ្នាក់ហើយនិងសកម្មភាពផ្សេងទៀតដែលយើងឃើញមានវត្តមានសិស្សស្រីចូលរួមច្រើនបាទអញ្ចឹងហើយវាជាការលើកទឹកចិត្តមួយហើយយើងអាចចាប់ផ្ដើមពីឥឡូវបានដែលយើងលើកជំរុញឲ្យសិស្សសានុសិស្សស្រីនឹងចូលរួមឲ្យបានច្រើនដោយតែនឹងសិស្សសានុសិស្សផ្សេងទៀតឲ្យមានភាពស្មើគ្នាហើយនឹងចំណេះដឹងការសិក្សាស្រាវជ្រាវក៏ដូចជាភាគចំណេះដឹកនាំនោះក៏យើងមានឃើញជាច្រើនជាមួយនឹងសិស្សសានុសិស្សដែលគាត់មានភេទស្រីបាទអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងតាក់ទងនឹងទិវាបុណ្យសិទ្ធិនារីហ្នឹងគឺខ្ញុំចង់ឲ្យពួកគាត់ជាសិស្សសានុសិស្សស្រីហ្នឹងចូលរួមឲ្យបានច្រើនសកម្មភាពឲ្យបានច្រើនហើយនៅខាងមុខទៀតគឺយើងនឹងឃើញមានអ្នកដឹកនាំច្រើនដូចគ្នាតែជាមនុស្សស្រីបាទមានតែប៉ុណ្្នឹងបាទអញ្ចឹងសម្រាប់សំណួរចុងក្រោយនឹងតើលោកគ្រូមានសារអ្វីខ្លះសម្រាប់ណែនាំឬក៏ផ្ដាំទៅដល់សិស្សសានុសិស្សជំនាន់ក្រោយគាត់ខិតខំប្រឹងរៀនសូត្រចឹងបាទសម្រាប់សំណួរនេះគឺខ្ញុំចង់ផ្ដោតទៅលើសិស្សសានុសិស្សទាំងអស់មិនថាសិស្សសាលារៀននៅសាលាឯកជនឬក៏សាលារដ្ឋក៏ដោយសារតែពួកគាត់ហ្នឹងគឺជាយុវជនចំនួនក្រោយដែលយើងត្រូវបន្តទៅមុខទៀតអញ្ចឹងដូចគ្នាប្រទេសយើងដែលនៅបច្ចុប្បន្ននេះគឺកំពុងតែអភិវឌ្ឍស្រាប់អញ្ចឹងហើយធនធានមនុស្សគឺដើរតួយ៉ាងសំខាន់ដើម្បីចូលរួមក្នុងការអភិវឌ្ឍមិនថាក្នុងវិស័យអប់រំវិស័យសេដ្ឋកិច្ចវិស័យផ្សេងទៀតគឺធនធានមនុស្សគឺដើរតួយ៉ាងសំខាន់អញ្ចឹងហើយជាសារលើកទឹកចិត្តឬក៏សារសម្រាប់សិស្សជំនាន់ចុងក្រោយគឺឲ្យគាត់ខំប្រឹងប្រែងសិក្សារៀនសូត្រណាយកចិត្តទុកដាក់សិក្សាស្រាវជ្រាវហើយរៀនអ្វីដែលថ្មីជាពិសេសនោះគឺអ្វីដែលកើតឡើងថ្មីនៅក្នុងពិភពលោករបស់យើងដូចគ្នាបច្ចេកវិទ្យាឬក៏ការតំណាក់តំណងផ្សេងទៀតគឺខ្ញុំលើកទឹកចិត្តឲ្យពួកគាត់ស្វែងយល់ហើយយកចិត្តទុកដាក់បន្ថែមទៀតដើម្បីធនធានប្រជាជនក្មេងៗសិក្សាចំនួនក្រោយនៃប្រទេសកម្ពុជាយើងគឺមានការរីកចម្រើនធំបាទចឹងអរគុណសម្រាប់លោកគ្រូដែលបានផ្ដល់សំណួរយ៉ាងក្បោះក្បាយលោកគ្រូបាទជំរាបសួរអ្នកគ្រូបរមីថ្ងៃនេះខ្ញុំមានសំណួរដូចជា3សំណួរត្រូវការសម្ភាសន៍អ្នកគ្រូក្នុងនាមជាគ្រូបង្រៀនតើអ្នកគ្រូមានបញ្ញាចិត្តយ៉ាងណាខ្លះដើម្បីធានាបានគុណភាពអប់រំឲ្យបានល្អអរគុណសម្រាប់សំណួរចឹងចម្លើយរបស់ខ្ញុំនៅក្នុងដើម្បីធ្វើឲ្យខ្លះជាដើម្បីតាំងចិត្តនៅក្នុងការបញ្ញាចិត្តក្នុងការបង្រៀនឲ្យបានល្អហ្នឹងនិយាយសបានល្អគឺមានសម្រាប់របស់ខ្ញុំគឺមាន3ចំណុចទី1គឺតកតងនឹងការបង្រៀនផ្ដោតទៅលើសិស្សអញ្ចឹងចំណុចហ្នឹងគ្រូគ្រប់រូបគួរតែមានជាការលើកទឹកចិត្តឲ្យកូនសិស្សគាត់មានភាពក្លាហានជាងមុននៅក្នុងការបង្ហាញសមត្ថភាពរបស់ពួកគាត់ក្នុងការធ្វើការងារជាក្រុមឬមួយក៏ការងារម្នាក់ឯងឲ្យគាត់មានភាពក្លាហានជាងមុនឬមួយក៏អាចនិយាយថាសកម្មភាពនៅក្នុងថ្នាក់ហ្នឹងទៅទី2តកតងជាមួយនឹងការផ្ដល់យោបល់ឬក៏គេហៅថាការផ្ដល់មតិយោបល់ជាបន្តបន្ទាប់អញ្ចឹងកន្លែងនេះខ្ញុំគិតថាគ្រូទាំងអស់គួរតែកែតម្រូវគួរតែបង្រៀនគាត់បានល្អបើសិនជាគាត់មានចំណុចខ្វះខាតណាមួយគួរតែផ្ដល់ជាមតិយោបល់ទៅឲ្យគាត់វិញដើម្បីឲ្យពួកគាត់ធ្វើការពង្រឹងបន្ថែមចំណុចខ្វះខាតរបស់គាត់ទី3តកតងជាមួយនឹងការសិក្សាតាមបែបវិទ្យាសាស្ត្រគេហៅថាទំនើបសម័យ digital ណាច្រើនដោយសារតែដូចឆើឃើញថ្ងៃសប្តាហ៍ថ្ងៃនេះគឺទំនើបមែនតើតកតងជាមួយនឹងប្រព័ន្ធ digital ពួកយើង AI ពីមុនអីយើងចង់រកពាក្យអីមួយយើងត្រូវអានរក dictionary នៅក្នុងសៀវភៅត្រូវអត់ចាប៉ុន្តែឥឡូវនេះគ្រូគាត់អាចប្រើប្រាស់នៅក្នុងប្រព័ន្ធ digital បានគាត់អាច search បានលឿនជាងមុនអញ្ចឹងធ្វើឲ្យការរៀនរបស់សិស្សគាត់មានគុណភាពនិងគាត់អាចចាប់បានលឿនជាងមុនផងដែរអរគុណអ្នកគ្រូសម្រាប់សំណួរយ៉ាងក្បោះក្បាយចឹងឥឡូវខ្ញុំនឹងបន្តសំណួរទី2អញ្ចឹងស្របពេលដែលថ្ងៃអាទិត្យគឺជាថ្ងៃទិវា8មីនាតើអ្នកគ្រូយល់ឃើញយ៉ាងណាចំពោះការផ្ដល់ឱកាសដល់សិស្សានុសិស្សជាពិសេសសិស្សស្រីក្នុងការបញ្ចេញសមត្ថភាពក្នុងវិស័យអប់រំអរគុណសម្រាប់សំណួរអញ្ចឹងបើថ្ងៃស្អែកជាថ្ងៃថ្ងៃអាទិត្យជាថ្ងៃ8មិនិនាតើលោកគ្រូអ្នកគ្រូមានជាកំណត់យោបល់បែបហ្នឹងទៅអូខេអញ្ចឹងសម្រាប់ខ្ញុំនៅក្នុងថ្ងៃ8មិនិនានេះខ្ញុំចង់ជំរុញទឹកចិត្តសិស្ស
ឲ្យគាត់មានភាពស្មើគ្នាទាំងសិស្សប្រុសនិងសិស្សស្រីជាពិសេសគឺសិស្សស្រីផ្ទាល់គាត់ត្រូវមានភាពគេហៅថាឲ្យតម្លៃឲ្យសិទ្ធិគាត់ស្មើគ្នាចាគាត់ត្រូវមានភាពក្លាហានបញ្ចេញមតិយោបល់គុំគាត់ថាអូខ្ញុំជាស្រីខ្ញុំអត់សូវគេហៅថាដូចនេះគេនិយាយថាមនុស្សស្រីធ្វើឲ្យបានច្រើនណាគុំមានកំណត់បែបនេះចាអញ្ចឹងមនុស្សស្រីត្រូវតែមានភាពក្លាហានភាពអត់ធ្មត់ត្រូវតែចេះតស៊ូបន្ថែមចាទី2តកតងមួយក្នុងជាពិសេសក្នុងសាលារៀនខ្ញុំចង់ឲ្យលោកគ្រូអ្នកគ្រូទាំងអស់គាត់ចង់ឲ្យខ្ញុំចង់ឲ្យលោកគ្រូអ្នកគ្រូទាំងអស់លើកទឹកចិត្តសិស្សស្រីឲ្យគាត់មានភាពក្លាហានជាពិសេសតកតងនឹងការធ្វើការជាក្រុមឬមួយក៏ម្នាក់ឯងឲ្យគាត់មានភាពក្លាហានឡើងកុំគិតថាអូការងារប៉ានេះធ្វើអត់បានខ្ញុំជាស្រីអូអត់កើតទេអញ្ចឹងឲ្យគាត់មានភាពក្លាហានជាមួយគ្នាឯងចាតែតាមពិតទៅទាំងពីរភេទមិនថាប្រុសមិនថាស្រីគឺគាត់មានភាពស្មើគ្នាទាំងអស់ចាអរគុណអ្នកគ្រូ អញ្ចឹងសម្រាប់សំណួរចុងក្រោយគឺតើអ្នកគ្រូមានសារអ្វីខ្លះសម្រាប់ផ្ញើជូនដល់សិស្សជ័យលីភីទាំងអស់នៅថ្ងៃបញ្ចប់ការសិក្សានេះសម្រាប់ខ្ញុំផ្ទាល់មានតែពាក្យជូនពរគាត់ឲ្យគាត់ខិតខំបន្ថែមដោយសារតែអីទម្រាំដែលយើងដល់ចំណុចមួយនេះដល់ថ្ងៃមួយនេះវាមិនងាយស្រួលទេអញ្ចឹងបើសិនជាគាត់បានអានឹងហើយគួរតែខំប្រឹងបន្ថែមទៀតយ៉ាដើម្បីទី1ឲ្យប៉ាម៉ាក់សប្បាយចិត្តទី2ក៏ដូចជាដើម្បីអនាគតខ្លួនឯងយ៉ាឲ្យលោកគ្រូអ្នកគ្រូគាត់មានកម្លាំងចិត្តបន្ថែមទៅលើការបរិញ្ញាបត្រគាត់បន្ថែមណាចាអរគុណអញ្ចឹងអរគុណអ្នកគ្រូសម្រាប់ចម្លើយ